មីងនេះគឺជាថ្នាំដើមកន្លែងដាំដើមកោងកាងកូនដើមកោងកាងបណ្ដោះកូនកោងកាងនៅសហគមន៍នេសាទទេសចរត្រពាំងសង្កែបើអូនពូមីងចង់ដាំអាចមកដាំបាននេះគឺជាដើមដែលអ្នកទេសចរបានដាំចឹងចូលពូមីងចូលទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នានេះគឺជាបានដល់សម្រាប់ការសិភៅឬក៏មើលរូបភាពបើអូនពូមីងចង់បាត់ជើអាចមានបន្ទប់ទឹក2-3បន្ទប់នេះគឺជាផ្លូវសម្រាប់ដើរទៅសម្រាប់ដើរលេងដើម្បីមើលដើមកោងកាងដ៏ស្រស់ស្អាតបំប្រងមួយនេះហើយមានផ្លូវ1000ម៉ែត្រឲ្យអូនពូមីងដើរបានហើយមានកញ្ចក់ឲ្យអូនពូមីងអង្គុយនិយាយគ្នាដែរឬក៏ញ៉ាំអីនៅទីហ្នឹងនេះគឺជាបន្ទប់ស្នាក់នៅបើអូនពូមីងចង់ស្នាក់នៅអូនពូមីងអាចកក់បានណាត្រីឬក៏ចាប់ផ្ដើមអីអូនពូមីងកក់ដើម្បីយកស្នូលចាក់ត្រីក៏បានដែរបើអូនពូមីងចង់ចាក់ដោយដៃខ្លួនឯងក៏អត់អីដែរព្រោះនៅទីនេះអាចកក់ឬក៏ចាក់ខ្លួនឯងបាននេះគឺជាទេសភាពស្រស់ស្អាតមានព្រៃឈើដើមខៀវខ្ចីបងពូមីងចង់បោះសម្អាមបងពូមីងដាក់ក្នុងធុងណាកុំរីខ្លាយបងពូមីងចង់ជីតុកបងពូមីងអាចមើលផ្លាកគេកន្លែងដែលគេដាក់ផែទុកបងពូមីងទៅហើយកក់ហើយមានទាំងអាវពោងដើម្បីពាក់ទៀតមកខ្ញុំនេះទេសភាពស្អាតមែនតើហើយនោះគឺកន្លែងគេចិញ្ចឹមត្រីហើយមានទាំងហូបអាហារដែលគេលក់នៅចិត្តហ្នឹងហើយក៏មានបន្ទប់ទឹកដើម្បីបាត់ជើមាន2កន្លែងនៅកន្លែងចោះឡាននៅកន្លែងដែលនាងខ្ញុំបានចង្អុលប្រាប់អំពូមីងជាផ្ទះស្នាក់នៅគឺមានដំណើរធូរថ្លៃទេថ្ងៃធម្មតា$12ថ្ងៃបុណ្យ$15អំពូមីងមើលនោះទេសភាពស្អាតខ្លាំងមែនតើខ្យល់បក់មកឡើងហើយហ្មងវីដេអូអូនមានតែប៉ុណ្្នឹងទេសូមអរគុណអំពូមីងបាយអញ្ជើញមកលេងសហគមន៍នេសាទទេសចរត្រពាំងសង្កែផងណាបាយ